សួស្តីទាំងអស់គ្នាបាទអញ្ចឹងខ្ញុំចូលចំណុចមួយទៀតទាក់ទងជាមួយនឹងតិចហ្នឹងគឺការកំណត់ប្រភេទទិន្នន័យជាអក្សរបាទអញ្ចឹងនៅក្នុង format cell របស់យើងអាចធ្វើការកំណត់ជាទម្រង់តិចបានបាទអញ្ចឹងខ្ញុំចាប់ផ្ដើមកំណត់វានៅក្នុងកម្មវិធី Excel បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំមានបាទតារាងមួយបែបនេះអញ្ចឹងនៅក្នុងតារាងនេះបាទខ្ញុំចង់កំណត់វាជាតិចណាបាទអញ្ចឹងឧបមាថាបើសិនជាខ្ញុំវាយលេខ0ពីមុខហើយវាយលេខ12បន្ទាប់អញ្ចឹងប្រកាសជាវាអត់ចេញលេខ0 12ទេវាប្រកាសជាចេញតែលេខ2អញ្ចឹងមានថានៅក្នុងកន្លែងនេះគឺវាអត់ចាប់យកលេខ0ទេបាទអញ្ចឹងដើម្បីឲ្យវាចេញជាបាទលេខ0បានយើងត្រូវកំណត់វាជាតិចដើម្បីកំណត់វាជាប្រភេទទិន្នន័យជាអក្សរសិនតោះមកយើងវាយលេខ0 12មកនោះទិន្នន័យរបស់យើងវានឹងបង្ហាញជាទម្រង់អក្សរបាទអញ្ចឹងកាលណាបើសិនជាទិន្នន័យនឹងបង្ហាញជាទម្រង់អក្សរគឺវានឹងបង្ហាញនៅផ្នែកខាងឆ្វេងនៃ cloud របស់យើងបាទហើយខ្ញុំអាចធ្វើការវាបញ្ចូលជាទម្រង់ថ្ងៃខែបរិច្ឆេទបាទអញ្ចឹងបាទឬក៏យើងអាចធ្វើការវាយជាលេខទូរស័ព្ទបាទឬក៏វាយជាលេខធម្មតាបាទណាបាទអញ្ចឹងក៏បាទខ្ញុំធ្វើការ select លើវាហើយយើងអាចកំណត់វានៅកន្លែង format cell បន្ទាប់មកយើងកំណត់ text ហើយចុច OK មកបាទគឺយើងអាចកំណត់កន្លែងហ្នឹងបានដូចគ្នាបាទអញ្ចឹងនៅក្នុងមេរៀននេះបាទគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ